ស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះទីនថ្ងៃនេះផងដែរខ្ញុំមានដំណឹងមួយយកមកជម្រាបប្រាប់អ្នកទាំងអស់គ្នាតែមុននឹងជូនដំណឹងដល់អ្នកទាំងអស់គ្នាខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយអ្នកទាំងអស់គ្នាអញ្ចឹងណាជារៀងរាល់ថ្ងៃប្រកាសណាស់ថាយើងពិតជាបានឃើញសារព័ត៌មានធំៗតាមទូរទស្សន៍និងបណ្ដាសង្គមផ្សេងៗអញ្ចឹងណាអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយតើសារព័ត៌មានទាំងអស់នោះមានធនធានមកប៉ុណ្ណាដើម្បីចាប់ផ្សាយរឿងនោះពេលចម្លើយគឺមានការឧបត្ថម្ភពីក្រុមហ៊ុនធំៗទាំងក្នុងស្រុកនិងក្រៅស្រុកវិញទៀតអាជីវកម្មជាអ្នកសារព័ត៌មានគឺមិនចេះដាច់បាយទេអ្នកទាំងអស់គ្នាអ្នកណាខ្លះចង់ខ្លាយខ្លួនជាអាជីពជាអ្នកសារព័ត៌មានប្រសិនជាអ្នកទាំងអស់គ្នាមានបំណងចង់ខ្លាយខ្លួនជាអ្នកសារព័ត៌មានអាជីពហើយចង់សិក្សាស្វែងយល់ពីអាជីពមួយនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាពីសាកលវិទ្យាល័យ Belty អន្តរជាតិមួយដែលនៅភ្នំពេញសាកលវិទ្យាល័យទើបតែដាក់នៅមុខជំនាញថ្មីមួយក្តៅៗសម្រាប់និស្សិតមានបំណងចង់សិក្សានិងយកជាអាជីព